តាក់ទងទៅនឹងពានរង្វាន់នៅឯទ្វីបអាស៊ីរបស់យើងបាទប្រចាំទ្វីបអាស៊ីរបស់យើងអញ្ចឹងបងប្អូនប្រទេសជនប្រកាសជាដឹងហើយប្រខានទីស្វាយរៀងហើយនឹងភ្នំពេញក្រោមមានឱកាសក្នុងការប្រកួតពានរង្វាន់ AFC Challenge League នៅឯឆ្នាំក្រោយបាទអញ្ចឹងសម្រាប់ការប្រកួតបាទគឺមិនទាន់មានការប្រកួតចេញលទ្ធផលនៃការសំទោសមិនលទ្ធផលទេគឺការវិភាគប្រកាសទៅជាក់លាក់ជាក់ស្ដែងទេប៉ុន្តែក្រុមគឺកំពុងតែរងចាំបាទកំពុងតែរងចាំថាក្រុមណាទៅជួបក្រុមណាទៅជំរុះនៅពេលណាអីប៉ុន្តែមុននឹងចូលទៅដល់បាទសាច់រឿងនៃព័ត៌មានរបស់យើងបាទក៏សូមថ្លែងអរគុណបាទជាមុនសិនបាទទៅដល់ដៃគូសកលឧបត្ថម្ភរបស់យើងបាទគឺសូមអរគុណដល់ Gillette បាទ Gillette មានបន្ទះជាតិរំអិលជួយឲ្យកោបានស្អាតនិងរលូនល្អស័ក្តិសមសម្រាប់បុរសគ្រប់រូបបាទសម្រាប់សាច់រឿងនេះគឺតាក់ទងទៅនឹងក្រុមបាល់ទាត់ប្រខានទីស្វាយរៀងបាទប្រខានទីស្វាយរៀងគឺថាមានឱកាសលេងនៅក្នុងពូលអូតូម៉ាទិកហើយបាទសម្រាប់ប្រខានទីស្វាយរៀងដោយសារតែស្វាយរៀងគឺជាក្រុមដែលឈ្នះជើងឯកបាទ Cambodia Premier League ហើយ The Light ភ្នំពេញក្រោនគឺជាក្រុមដែលឈ្នះពានរង្វាន់បាទហ៊ុនសែនខាប់ហើយមួយវិញទៀតប្រខានទីស្វាយរៀងគឺជាក្រុមដែលលេងវគ្គផ្ដាច់ព្រាត់បាទនៅឯពុកឡាឋានជាតិបុតរតេជោអញ្ចឹងសម្រាប់បាទប្រខានទីស្វាយរៀងគឺបាទត្រូវរងចាំហើយលើកំពុងតែចាំហើយគឺយើងឃើញហើយសម្រាប់ការចាប់ឆ្នោតដូចជាតាមតំបន់នៅក្នុងពានរង្វាន់ AFC Challenge League បាទ2025-2026បាទអញ្ចឹងនៅក្នុងនោះគេមាន direct slot ណាអញ្ចឹង direct slot នេះគឺរងចាំបាទសម្រាប់អ្នកដែលលេង AFC Champions League ជំរុះហ្នឹងបាទចាញ់បាទត្រូវគេថាត្រូវជំរុះត្រូវលេងបន្តណាបាទតែឡែកមានភ្នំពេញក្រោនរបស់យើងត្រូវជំរុះហ្នឹងក្នុងហ្នឹងមានក្រុមដែលលេង play off ត្រូវជួបមួយភ្នំពេញក្រោនអាចនឹងមានទី1 San United បាទ San United របស់មីយ៉ាន់ម៉ាបាទអញ្ចឹងមួយទៀត Yangon បាទ United បាទមិន Yangon ទេបងប្អូនបាទ Yangon United បាទរបស់មីយ៉ាន់ម៉ាដូចគ្នាដែរហើយមាន Thainan City ហើយនឹងមាន Taichung Phuentro មានបាទ Kasuka FC បាទរបស់មាន Brunei ដែរមាន Azure មាន Mongolia បាទអញ្ចឹងការប្រកួតបងប្អូនឱកាសណាយើងឃើញថាភ្នំពេញក្រោនគឺមានកន្លះកៅអីបាទនិយាយមែនតើមានកន្លះកៅអីអញ្ចឹងសម្រាប់កន្លះកៅអីខ្ញុំជឿជាក់ថាលោក Oleg Starensky ដែលឥឡូវនេះលោកបានរៀបចំក្រុមហើយទទួលបានកុងត្រាថ្មីបាទជាមួយនឹងភ្នំពេញក្រោនបាទបន្តទៀតក្នុងការដឹកនាំភ្នំពេញក្រោនប្រកួតនៅក្នុងពានរង្វាន់ធំបាទជាពិសេសការជំរុះនៅក្នុងពានរង្វាន់ AFC Challenge League ហើយការប្រកួតបើករដូវកាលថ្មីបាទក៏នឹងត្រៀមដែរព្រោះដោយសារតែភ្នំពេញក្រោនត្រូវលេង Super Cup បាទនៅក្នុងការប្រកួតបើករដូវកាលថ្មីនៅខែ8ហើយយ៉ាងណាមិញទៀតសោតភ្នំពេញក្រោនក៏មានកាតព្វកិច្ចនៅក្នុងការជំរុះដែរបាទជំរុះពានរង្វាន់ AFC Challenge League ដែរអញ្ចឹងយើងកំពុងតែរងចាំសមត្ថភាពកីឡាករថ្មីចំណូលថ្មីដែលនឹងភ្នំពេញក្រោនធ្វើការនាំយកមកហើយក៏មានលេខដូចថាមានកីឡាករមួយចំនួនរបស់ភ្នំពេញក្រោនហ្នឹងក៏ត្រៀមចាក់ចេញឲ្យកីឡាករសំខាន់ណាដូចជាស្ដែងមួយរយៈកាលចុងក្រោយនេះមាន Neto មាន Yudai ហើយមានកីឡាករ Takaki Baose ហើយនឹងកីឡាករសំខាន់មួយចំនួនទៀតអញ្ចឹងប្រសិនបើភ្នំពេញក្រោននឹងមានការផ្ទេរចេញកីឡាករឬក៏ផុតកុងត្រាឬក៏មានការបំពិសានៅក្នុងការបាទទាត់ណាគេថាលក់ចេញបើមានកីឡាករលក់ចេញអញ្ចឹងភ្នំពេញក្រោនក៏ត្រូវតែនាំយកកីឡាករថ្មីមកដែរព្រោះថាការប្រកួតនៅក្នុងពានរង្វាន់បាទលំដាប់ទី3នេះក៏ជាមុខមាត់របស់កម្ពុជារបស់យើងដែរដែលយើងមានកន្លះកៅអីបន្ថែមដែលឆ្នាំមុនមានភ្នំពេញមានស្វាយរៀងដែលលេងនៅវគ្គជំរុះដែរដល់ពេលចុងក្រោយស្វាយរៀងឡើងមកដល់វគ្គបែបប្រវត្តិបាទអាកាដាក់នេះគឺជារឿងមួយដល់គេថាចូលរួមមកអសាទរដែរសម្រាប់តំបន់ខាងយើងណាតំបន់ខាងកើតណាបាទហើយដល់ឡែកតំបន់ខាងលិចនោះក៏មានប្រទេសដែលមានក្របបាល់ទាត់បាទនៅក្នុងតំបន់អាស៊ីរបស់យើងប៉ុន្តែនៅខាងលិចបាទអញ្ចឹងដោយអាកាដាក់អញ្ចឹងគាត់នៅអាស៊ីខាងលិចណាអញ្ចឹងអាស៊ីខាងលិចត្រូវមកប៉ះជាមួយនឹងយើងបាទអញ្ចឹងវគ្គផ្ដេចប្រោនៅក្នុងពានរង្វាន់ AFC Challenge League នៅឆ្នាំក្រោយនេះគឺនឹងធ្វើឡើងនៅទឹកដីអាស៊ីខាងលិចវគ្គផ្ដេចប្រវត្តិសម្រាប់វគ្គផ្ដេចប្រវត្តិព្រោះថានៅឆ្នាំមុនបាទឆ្នាំមុនដែលទៅបញ្ចប់ថ្មីនេះប្រកាសនេះស្វែងរៀងរបស់យើងនៅអាស៊ីខាងកើត
ដល់ពេលលេងវគ្គផ្ដាច់ប្រត់មកអាកាដាគេលេងនៅទឹកដីយើងបាទអញ្ចឹងគេមានឆ្នាំសេះនិងឆ្នាំគូបាទអញ្ចឹង2024ជាឆ្នាំគូអញ្ចឹងលេងវគ្គផ្ដាច់ប្រត់នៅអាស៊ីខាងកើតដល់ពេលឆ្នាំ2025ដែលជាឆ្នាំសេះកតុយហ្នឹង25ហ្នឹងគឺត្រូវទៅលេងនៅអាស៊ីខាងលិចបាទអញ្ចឹងយើងចាំអត់មើលណាទាំងស្វាយរៀងក៏ដោយបាទស្វាយរៀងក៏មានឱកាសច្រើនព្រោះដោយសារតែស្វាយរៀងអត់ពិបាកត្រូវគិតតែធ្លាក់ទៅអីទេបាទតែត្រូវលេងទៅម៉េចវគ្គជម្រុះដំពូឡើងទៅដល់វគ្គជ្រៅដើម្បីមានឱកាសប្រគួតប្រជែងឡើងមកលេងវគ្គផ្ដាច់ព្រាត់ប៉ុន្តែយ៉ាងណាមិញប្រការនេះស្វាយរៀងហើយនឹងភ្នំពេញក្រោនគឺมันមានគេថាมันអាចជួបគ្នានៅក្នុងវគ្គផ្ដាច់ព្រាត់ទេបាទក្រុមទាំងពីរនេះព្រោះដោយសារតែវគ្គផ្ដាច់ព្រាត់គឺត្រូវតែមានអាស៊ីខាងកើតអាស៊ីខាងលិចប៉ះគ្នាបាទអញ្ចឹងរវាងភ្នំពេញក្រោននិងប្រការនេះស្វាយរៀងបើសិនបើការប្រកួតល្អបាទបន្តនៅក្នុងឆ្នាំក្រោយនេះបាទថ្មីនេះជិតមកដល់នេះគឺពួកគាត់មិនអាចប៉ះគ្នានៅវគ្គផ្ដាច់ព្រាត់ទេអញ្ចឹងប៉ុន្តែយ៉ាងហោចណាស់គឺយើងមានមកក្អីកន្លះដែរបាទសម្រាប់ប្រការនេះស្វាយរៀងក៏ដូចជាកន្លះក្អីសម្រាប់ភ្នំពេញក្រោនបាទអញ្ចឹងនេះជាការជំរាបជូនបងប្អូនមកប្រិយមិត្តជនទេក៏មានក្លឹបបាល់ទាត់នៃបណ្ដាប្រទេសមួយចំនួនទៀតដែរកំពុងតែត្រៀមលេងវគ្គជម្រុះបាទអញ្ចឹងដូចខ្ញុំជម្រាបជូនអញ្ចឹងមានតាំងពី Brunei ដែរមានតាំងពី Brunei មានតាំងពីឡាវម៉ុងហ្គលីមានពីកៅអីដែរបាទតែពីកៅអីនៅវគ្គជម្រុះទេបាទហើយមានមីយ៉ាន់ម៉ាបាទមីយ៉ាន់ម៉ាមាន2ដែរកំពុងត្រៀមលេងវគ្គជម្រុះដែរនឹងមានឆៃតៃប៉ែបាទចិនតៃប៉ែហ្នឹងមាន2ក្រុមដែរបាទអញ្ចឹងសម្របទៅមាន8ក្រុមដែលត្រៀមនឹងជម្រុះបាទអញ្ចឹងយើងមានជូនពរទេសកាលនេះបាទសម្រាប់ការប្រកួតរបស់ប្រការនេះស្វាយរៀងរបស់យើងនឹងភ្នំពេញក្រោននៅក្នុងពានរង្វាន់ AFC Challenge League បាទឆ្នាំ2025និង2026ខាងមុខជួយពរឲ្យឡើងដល់វគ្គបែបប្រត់ទៀតតែបើតា2ក្រុមនេះមិនដឹងថា2ក្រុមណាឡើងវគ្គបែបប្រត់ទេប៉ុន្តែយើងចង់ឃើញទាំងប្រការនេះស្វាយរៀងឬក៏ភ្នំពេញក្រោនហ្នឹងទៅលេងវគ្គបែបប្រត់នៅឯអាស៊ីខាងលិចនោះបាទអញ្ចឹងឧទាហរណ៍ណាបើសិនបើស្វាយរៀងគេបានឡើងទៅវិញបាទឧទាហរណ៍ប៉ះអាកាដាប់វិញជាអាកាសសងសឹកទៅឧទាហរណ៍ទៅស្កាជាអាកាសសងសឹកដែរណាបាទអញ្ចឹងខ្ញុំបាទសុំខ្លីទេបាទបញ្ចប់ត្រឹមនេះហើយបន្តទុកទូនទីជូនដល់សាខាដើម្បីជំរាបជូនបាទសាច់រឿងបន្តទៀតទៅកាន់បងប្អូនយើង